Hello Hello สวัสดีអ្នកគ្នាខ្ញុំបាទថាស៊ូថ្ងៃនេះយើងមកសម្រាប់ភាពបន្ត7 8បើយើងបន្តទៀតហើយអ្នកដែលមកថ្មីកុំភ្លេចចុច like subscribe ម្នាក់មួយផងឲ្យខ្ញុំមានកម្លាំងចិត្តបានផុសតហើយជិតដឹងថាភាគហ្នឹងទៅជាបែបណាតោះចូលសាច់រឿងរបស់យើងទាំងអស់គ្នាកាលមកដល់ពីទី7យើងឃើញយូសគីហ្នឹងកំពុងតែមើលឡើងនិយាយខែ8ថ្ងៃទី7ប៉ុន្តែមិនដឹងជាថ្ងៃហ្នឹងជាថ្ងៃស្អីគេទេពេលហ្នឹងយើងឃើញទូប្រុសរបស់យើងសាការ៉ៃបានខំមកកាន់នាងនៅពេលដែលយូសគីលើកហ្នឹងសាការ៉ៃគេបានថាត្រូវការនាងឥឡូវនេះឲ្យនាងហ្នឹងមកជួបឥឡូវហ្នឹងឯងតែធ្វើនាងឆ្ងល់ខ្លាំងមែនទែនចំហើយគេហៅទៅអីហើយមានន័យមិនអត់យល់ហ្មងហើយនៅពេលដែលនាងដើរទៅមើលឃើញទូប្រុសរបស់យើងពីចង្អាយឈុំម្នាក់ឯងហ្នឹងមិនដឹងជាឈររោអីគេទេខ្ញុំអត់ដឹងដែរហើយយូសគីក៏បានសួរហើយអូនមកទៅអីហើយអូនមកទៅអីសាការ៉ៃនោះវាថានេះស្អីគេនេះអារបៀបថាកាហ្វេឆ្មាអញ្ចឹងណា Cat Coffee គេចង់ទៅមួយនាងដោយសារតែគេអត់ហ៊ានទៅម្នាក់ឯងនោះទេអើយដល់កស្មានមកហៅមកស្វីតមកអីឥឡូវមកហៅចឹងសោះហើយនាងក៏ព្រមទៅហើយក៏បានទាត់ជើងទូប្រុសរបស់យើងមួយផងដែរហើយពួកគេទាំងពីរក៏ទៅដល់កន្លែងកាហ្វេឆ្មាហ្នឹងហើយមើលទៅឆ្មាហ្នឹងគឺច្រើនខ្លាំងមែនតើនៅពេញក៏មានសេរីក៏មានដែរ Cat Coffee ហ្នឹងពេលហ្នឹងសាការ៉ៃក៏បានសួរម្ចាស់ថាតើគេអាចប៉ះរឿងអាលីបានអត់ដែលធ្វើឲ្យម្ចាស់ហាងភ័យខ្លាំងមែនតើតមកដល់កន្លែងកាហ្វេឆ្មាគេឲ្យលេងណាអត់ឲ្យលេងមកចិត្តតែមានហ្មងទូប្រុសរបស់យើងថាអូខេគេយល់ហើយបន្ទាប់មកក៏ធ្វើតាមទូស្រ័យរបស់យើងថ្ងៃមុនដែលគេប្រាប់ហ្នឹងក៏បានដាក់ដៃឲ្យក៏បាំងអែលវេលអីចឹងទៅគឺប្រើបានពិតមែនក៏នាងសប្បាយចិត្តជំនួសទូប្រុសរបស់យើងទៀតហើយគេនឹងរត់ទៅសប្បាយចិត្តទៀតដែលបានលេងឆ្មាប៉ះឆ្មាអែលឆ្មាចឹងតអ្នកចាំឆ្មាបានដឹងថាមានអារម្មណ៍មិនហើយឆ្មាមួយហ្នឹងក៏បានឡើងលើកផ្លូវទូប្រុសរបស់យើងធ្វើឲ្យគេនឹងរំភើបខ្លាំងមែនទេអូយលើកទី1ហើយឆ្មាឡើងលើកផ្លូវរបស់គេហើយពួកគេនឹងក៏បានលេងទាំងអស់គ្នាតែម្ដងទៅហើយឆ្លៀតពេលហ្នឹងដែរទូស្រ័យរបស់យើងក៏បានថាអើចិត្តដល់ថ្ងៃខុបកណាត់របស់នាងគឺថ្ងៃទី7ខែ8ហ្នឹងឯងប៉ុន្តែមើលទៅកាន់ទូប្រុសរបស់យើងហ្នឹងគេមិនបានស្ដាប់នោះទេគេនឹងកន្លែងទៅលេងឆ្មាដល់អារម្មណ៍លេងឆ្មាចឹងឲ្យនាងនិយាយម្ដងទៀតមកនឹងថ្ងៃទី7ខែ8ហ្នឹងយូសគីហ្នឹងឡើងអាយុ20ឆ្នាំហើយបន្ទាប់មកយូសគីក៏បានដកឆ្មាឲ្យគេលេងដោយសារនិយាយមានស្ដាប់គ្នាមិនតិចសោះឲ្យគេហ្នឹងក៏បានអើយខ្ញុំដេកឆ្មាតិចមកនឹងដែរឃើញទូប្រុសរបស់យើងលូតជង្គង់ហ្នឹងឃើញបាត់ជើងគេទៅលេក៏បានចាក់តែម្ដងទៅនិយាយទៅធ្វើបាបទូប្រុសរបស់យើងទៀតហើយនៅពេលដែលចាក់ទៅគេទៅស្ដាប់ហ្នឹងធ្វើឲ្យគេស្រែកនឹងបែឆ្មារត់អស់អញ្ចឹងហើយចាក់ចោះចាក់ឡើងហ្នឹងម្ចាស់ហាងថាឲ្យលេងអីនៅហ្នឹងដូចអត់កន្លែងលេងអញ្ចឹងពីរនាក់នេះបន្ទាប់មកពួកគេក៏បានចេញមកវិញក៏បានថាំងសបាយបានតាមផ្លេនហ្នឹងដោយសារតែយូសគីហ្នឹងចាក់ជើងគេហើយបន្ទាប់ពីនាងមុននឹងចេញទៅហ្នឹងក៏បាននិយាយម្ដងទៀតថាថ្ងៃទី7ខែ8នៃគុកកណារបស់នាងហើយគេនឹងត្រៀមកាដូធំសម្រាប់នាងមកហើយកម្មមកដល់នៅក្នុងហាងកាហ្វេវិញទូប្រុសរបស់យើងគិតច្រាំងខ្លាំងមែនតើតែម្ដងមិនដឹងជាយកកាដូអីមកឲ្យនាងនៅទេហើយក៏បានគិតថាងបើឲ្យផ្កានាងដូចប្រហែលនាងមិនចង់យកទេមើលទៅហើយបើសិនឲ្យអញ្ជើញនាងវិញខ្លាចអញ្ជើញនឹងពាក់អត់ត្រូវបើនាងទៀតចោលបដោយហើយមួយទៀតបើសិនឲ្យអា DCD game ហ្នឹងប្រកាសជាគេហ្នឹងអត់លេងហើយដោយសារនាងលេងហ្គេមរងហើយបើឲ្យអា CD ហ្នឹងទៀតនាងមកយកហើយម្ចាស់ហាងមួយកូននេះបានគិតផ្សេងគ្នាតែម្ដងបើសិនឲ្យផ្កាមិនដឹងនាងសប្បាយចិត្តប៉ុណ្ណាទេហើយចុះបើឲ្យអញ្ជើញទៀតនាងបកាច់ចូលតែម្ដងរបៀបដូចកាអញ្ចឹងហើយបើសិនឲ្យ CD game ដឹងតែពួកគេលេងពីអ្នក Sweet ទៀតហើយមើលទៅនិយាយទៅការកាត់អ្នកទាំងពីរនិងការកាត់ទូប្រុសបើយើងគឺខុសគ្នាទាំងស្រុងតែម្ដងហើយគេហ្នឹងគិតច្រើនខ្លាំងមែនតើហើយអេមីថាអើយមិនបាច់គិតច្រើនទេតែដល់ថ្ងៃទៅឯងដឹងតែទិញអីហើយបន្ទាប់មកដល់ថ្ងៃទី7ខែ8គេនៅតែអត់ដឹងតែគួរទិញអីអញ្ចឹងនៅពេលដែលគេកាត់សុកហ្នឹងឃើញទូរស័ព្ទរបស់យូសគីហ្នឹងខំមកកាន់គេតែម្ដងនៅពេលដែលលើកហ្នឹងយូសគីហ្នឹងបាយថាល្ងាចហ្នឹងមកជួបគេជាមិនទាន់គេត្រូវការគេដែលធ្វើឲ្យគេឆ្ងល់ខ្លាំងមែនទែនចំឲ្យត្រូវការខ្ញុំទៅអីអត់យល់តែម្ដងហើយកាលមកដល់ល្ងាចឡាយយើងឃើញគេហ្នឹងក៏បានដើរទៅជួបនាងនៅមុខហាងមួយតែនេះជាមិនដឹងហាងស្អីនោះទេសាការ៉ៃបានសួរយូសគីហ្នឹងហៅគេហ្នឹងមកហ្នឹងដើម្បីទៅអីកាប់ប៉ិតមកហ្នឹងនេះដើម្បីខុបកណាត់នៅកន្លែងផឹកនេះឯងនេះហាងនៅមុខហ្នឹងឯងនេះគឺហាងមួយនេះហ្នឹងឯងដោយសារនាងឥឡូវអាយុ20ឆ្នាំហើយអញ្ចឹងនាងអាចផឹកបានហើយមែនអត់ហើយនឹងចាយលុយទូប្រុសរបស់យើងឲ្យអស់ខ្ទេចតែម្ដងហើយទូប្រុសរបស់យើងគេថាំងមិនកើតហើយនាងច្បាស់ថានាងផឹកដែលធ្វើឲ្យទូប្រុសរបស់យើងជឿក្បាលវមុខខ្លាំងមែនទែនធ្វើការបានលុយហើយឥឡូវមកអស់ភ្លាមប៉ុន្តែគេហ្នឹងក៏នៅតែចូលជាមួយនឹងនាងផងដែរដោយសារខុបកណាត់នាងអត់ចូលមិនកើតហើយនៅពេលនេះដែរយូសគីកំពុងតែសាកគ្រឿងកំប៉ុងមួយដែលជាស្រាដូចគ្នាចឹងហើយតែបន្តអត់មានហ្គាសនោះទេនៅពេលដែលសាកទៅមានថាដូចមិនទេនេះប៉ុន្តែមានថាពេលផឹកហើយដូចជាក្តៅពោះខ្លាំងមែនទែនតែម្ដងចឹងហើយស្រាតែផឹកទៅវាក្តៅពោះហើយក៏បានឃើញស្រារបស់ទូប្រុសរបស់យើងហ្នឹងនាងក៏សាកផឹកតែម្ដងផឹកថាអូឆ្ងាញ់មែនទែនតែម្ដងហើយគេក៏បានខ្លែមជាមួយនឹងសាច់មាន់អីចឹងទៅនៅពេលដែលញ៉ាំផងផឹកផងនាងមានថាអូយ my god ជាតិខ្លាំងមែនទែនតែម្ដងនិយាយទៅនាងផឹកអស់ឡើងមកកាណូតែម្ដងបន្ទាប់មកនាងក៏បានកំងមហូបថែមទៀតក៏បានគិតថាជំរឿដាក់លុយទូប្រុសរបស់យើងឲ្យអស់ពេញកប៉ៅតែម្ដងហើយយូសគីក៏បានកំងយកតែម្ដងថាជំរឿលុយរបស់ទូប្រុសរបស់យើងដឹងតែលីតែម្ដងហើយពេលហ្នឹងយើងក៏ឃើញអ្នកបុគ្គលិកហ្នឹងក៏បានថាឈប់ឲ្យពួកគេលឺមាត់ខ្លាំងពេកអាណាថ្លង់កន្លែងគេផឹកឲ្យផ្អើរអស់លេងឡើយហើយគេក៏បានសុំទោសហើយយើងឃើញមហូបពួកគេក៏បានមកដល់ហើយទូប្រុសរបស់យើងភ្លួគឺហល់ខ្លាំងមែនតែម្ដងដោយសារមហូបហ្នឹងគឺវាហល់ស្រាប់តែម្ដងគឺអត់ប្រាប់គេនោះទេក៏បានរោទឹកផឹកផងរោស្រាផងថាឲ្យនាងកំងមកបន្ថែមថាចាំបន្តិចទៅបន្ទាប់មកយើងក៏ឃើញទូប្រុសរបស់យើងបានស្រាផឹកគេដេញធូតិចហើយបន្ទាប់មកយើងឃើញនាងដាក់ដាច់តែម្ដងនិយាយទៅមកកែដាច់ហើយនាងក៏បានកំងមកថែមទៀតនិយាយទៅដូចអ្នកមើលតែម្ដងគឺផឹកអស់ថែហ្មងហើយនាងពិតជាសប្បាយចិត្តខ្លាំងមែន
មែនតើដាក់មកកែគឺមកកែទៀតហើយនាងក៏បានដាក់មកកែទៀតអស់ទៀតហើយនិយាយទៅផឹកសាហាវហ្មងក៏មកពួកគេនឹងក៏បានចេញមកវិញដែលមើលទៅកាន់នាងពិតជាស្វឹងជោគខ្លាំងមែនតើតែម្ដងសាករ៉ៃបានគិតថាគូហែណាគេមកយកនាងទៅផ្ទះទៅខ្ជិលឲ្យនាងដេកជាមួយគេណាមិនតែពេលហ្នឹងយើងឃើញនាងដួលដេកពេញតំណឹងអញនិយាយទៅអោបទៅប្រុសបើយើងផងកាន់ដៃទៅប្រុសបើយើងផងថាចង់ដេកជាមួយគេអញ្ចឹងអញ្ចឹងមែនតែមនុស្សស្រីស្វឹងដឹងតែអញ្ចឹងហ្មងហីតែទៅប្រុសបើយើងមើលអាតេះភ្លើងមែនទឹកគឺម៉ោងហ្នឹងគឺគ្មានអាតេះភ្លើងអីនោះទេហើយថារហ័សតាក់ស៊ីឲ្យគេនឹងក៏អស់លុយក្រៅទៀតចាប់បរោះឲ្យគេឃើញម៉ាត់មួយក៏គិតថាទិញអីបដ ទៅក៏គេមានលុយនៅក្នុងទូរស័ព្ទហើយយូហ្សាគីហ្នឹងក៏ផ្ញើគេទិញរបស់នាងចង់ញ៉ាំផងដែរហើយថាទិញអានេះទិញអានោះទៅប្រាប់បើយើងចាប់ហើយលុយគេខំធ្វើការចងំមកអស់ស្រួលចឹងហ្មងបន្ទាប់ពីពួកគេទិញឲ្យកាប់មកដល់តែយើងឃើញទូស្រីបើយើងនេះរកលេងហ្គេមប៉ុន្តែប្រាប់ទូប្រាប់បើយើងក៏មិនទាន់អាចដេកអីហើយមើលគេហ្នឹងបញ្ញាប់ដេកតាណាអត់ទាន់មកលេងហ្គេមអីផងប៉ុន្តែមើលទូប្រាប់បើយើងគេទៅពិតចំណើយហត់ហើយមកទៅធ្វើការឲ្យផឹកទៀតហើយគេហ្នឹងទិញឲ្យបានឲ្យទូស្រីបើយើងច្រើនខ្លាំងមែនតែម្ដងហើយគេហ្នឹងគិតថាដេកបដ ទៅខ្ជិលនេះប៉ុន្តែដេកហ្នឹងក៏គេសំដែងដេកនៅទេពេលហ្នឹងទូស្រីបើយើងសួរថាជុំដេកហើយមែនហើយគិតថាអើយបើសិនទូប្រាប់បើយើងដេកមែនណាចង់ថាទូប្រាប់បើយើងពេលហ្នឹងនាងក៏រកអោនទៅថាពេលហ្នឹងទូប្រាប់បើគេដឹងខ្លួនក៏បានងើបតែម្ដងសួរថាអេចង់ធ្វើអីខ្ញុំហ្នឹងដែលយូសុគីថាគេដឹងហើយតែទូប្រាប់បើយើងគ្មានបានទេនឹងទេគ្រាន់តែសំដែងតែប៉ុណ្្នឹងឯងមកពីគេហ្នឹងអត់លេងហ្គេមមួយនាងចឹងបាននាងធ្វើអញ្ចឹងហើយក៏បានថាអោយបានហើយឈប់លេងសើចលេងអីហើយគេហ្នឹងសុំដេកមែនតែម្ដងហើយនាងក៏មានអារម្មណ៍ថាអស់កម្លាំងនាងក៏បានដួលដេកទាំងអស់គ្នាតែម្ដងទៅហើយកម្មមកដល់ព្រឹកស្អែកឡើងនាងក៏បានហូបអីយប់មិញផឹកអីយប់មិញគឺមកទាំងអស់តែម្ដងថាប្រាប់ហើយក៏មកដាក់ជ្រុលតែដាក់ជ្រុលគឺមកទាំងអស់ហ្មងប៉ុន្តែអាហ្នឹងគឺជារឿងធម្មតាសម្រាប់អ្នកផឹកនោះទេណាគេទៅផឹកច្រើនពេកហ្នឹងគឺមកទាំងអស់តែម្ដងហើយឃើញនាងដេកស្ទាក់យកតែម្ដងអញ្ចឹងមែនណាផឹកច្រើនពេកប៉ុន្តែក៏អរគុណទៅកាន់ទូប្រាប់បើយើងដែលយប់មិញបានចេញលុយឲ្យនាងពិតជាសប្បាយខ្លាំងមែនតែម្ដងហើយក៏បានអរគុណទៅកាន់គេផងដែរហើយទូប្រាប់បើយើងមិនទាន់បាននិយាយ Happy Birthday ទៅកាន់នាងផងនាងក៏បាយពពុះមាត់ស្គរក៏មកទៀតហើយធ្វើទូប្រាប់បើយើងគេស្មុកស្មាញខ្លាំងមែនតែម្ដងហើយគេនឹងក៏បានយកឪពុកនឹងបោះចោលដូចគ្នាផងដែរហើយខ្ញុំសូមទោសអ្នកគ្នាផងបើសិនខ្ញុំនិយាយខុសឬនិយាយច្បាស់ខ្ញុំសូមទោសមែនតែការមកដល់ពាក្យទី8នៅកណ្ដាលវាមួយយើងឃើញទូប្រុសទូស្រីបើយើងនឹងមិនដឹងជាកាត់ទេដែលមានមនុស្សជាមើលច្រើនខ្លាំងមែនតែម្ដងហើយនាងក៏បានសុំទោសទូប្រុសបើយើងដែលយកមិញនាងចាយលុយទូប្រុសបើយើងអស់ច្រើនខ្លាំងមែនតែហើយលុយនឹងគឺជាលុយម៉ាក់របស់នាងនោះទេមិនមែនជាលុយនេះទេនៅពេលដែលនាងបើកលុយហើយចាំឲ្យគេក្រោយទៀតក៏បានផងដែរហើយខ្ញុំសុំទោសផងបើសិនឮសំឡេងអីរញ៉េរញ៉ាដែលសារនៅចិត្តទាំងខ្ញុំកំពុងតែខួងជាងអញ្ចឹងហើយក៏ឲ្យទូប្រុសបើយើងទទួលយកលុយនឹងទៅប៉ុន្តែមើលឃើញអ្នកជុំវិញនឹងពិតជាថាឲ្យទូប្រុសបើយើងខ្លាំងមែនតែថាគេនឹងធ្វើចៃចុះមិនបានគេនឹងត្រូវឲ្យលុយដែលបើខំឲ្យទូប្រុសបើយើងនឹងយកលុយនឹងទៅឲ្យធ្វើអ្នកគ្រប់គ្នានឹងមើលគេឆ្ងល់ខ្លាំងមែនតែម្ដងហើយគេក៏សម្រេចចិត្តថាយកលុយនឹងតែម្ដងទៅហើយគេនឹងពិតជាធុញខ្លាំងមែនតែអ្នកគ្រប់គ្នាមើលគេនឹងថាក្រក់គ្រប់គ្នារហូតការមកដល់សារកន្លែងគេនឹងកំពុងតែធ្វើការមេបើគេនឹងក៏បានសួរថាមកយាយថ្ងៃ birthday របស់នាងហើយពីរអ្នកមេមួយកូននឹងបានដាក់តុកដាក់កៅអីនឹងអង្គុយចាំស្ដាប់គេនឹងនិយាយតែម្ដងតែគេនឹងនិយាយទាំងតាក់ថាគេនឹងពួកគេនឹងទៅផឹកហ្នឹងហើយអត់មានតាណាទៀតទេដែលនាងចង់ផឹកជាមួយនឹងគេតមកនាងសវឹងក៏បានយកមកផ្ទះគេឌីហើយក៏បានចុចចឹងទៅតែទូប្រុសបើយើងក៏បានយំដោយសារគេជាមនុស្សស្រីចឹងគេមិនគួរខឹងទេក៏បានលើកលែងឲ្យនាងចឹងណាហើយនាងក៏បានគិតទៅថាចំឲ្យមនុស្សប្រុសអីធំឡើងចេះយប់ទៀតហើយទូប្រុសបើយើងបានគិតថាឃើញនាងមកញ៉ៃគេរហូតមិនថាពេលណាក៏ដោយប៉ុន្តែក៏គេនឹងពេលខ្លះមានអារម្មណ៍សប្បាយពេលខ្លះក៏មានអារម្មណ៍ធន់ដូចគ្នាផងដែរគេមកយកអារម្មណ៍ខ្លួនឯងនោះទេពេលនឹងដែរយើងឃើញមេបើគេនឹងក៏បានឲ្យសបុតមួយដែលនេះគឺជាសបុតមើលកម្មបញ្ជួយនឹងឯងដោយទូប្រុសបើយើងនឹងទៅហៅនាងទៅដើរលេងទៅប៉ុន្តែទូប្រុសបើយើងថាចំឲ្យមិនបានខ្ញុំត្រូវហៅប៉ុន្តែអេមីនឹងគឺស្រ័យដាក់គេយកតែម្ដងត្រូវឲ្យគេនឹងទៅហៅនាងដោយសារនាងនឹងខំធ្វើទូប្រុសបើយើងសប្បាយចិត្តសើចសប្បាយប៉ុន្តែគេនឹងមិនដែលធ្វើឲ្យនាងសើចសប្បាយអីវិញនោះទេគេនឹងតែងតែថានាងនិយាយខ្លាំងដាក់នាងមិនដឹងថានាងមានអារម្មណ៍យ៉ាងម៉េចទេហើយយកសបុតនឹងទៅដើម្បីឲ្យនាងសប្បាយចិត្តដើរលេងជាមួយគ្នាអញ្ចឹងណាហើយយើងក៏បានកម្មមកដល់ពួកគេនឹងមកដល់កន្លែងបាញ់កម្មបញ្ជួយនឹងហើយយើងឃើញទូស្រីបើយើងយល់ស្គីនាងពាក់អាវមួយនឹងស្អាតខ្លាំងមែនតើម្ដងហើយពេលហ្នឹងសារក្រែមកក៏សុំតតកាយនាងដែលសារមិញគេលវបន្តិចហ្នឹងណាប៉ុន្តែទូស្រីបើយើងយល់ស្គីនេះអាប្រការទេហើយទូប្រាប់បើយើងថាមកទៅញ៉ាំអីតែម្ដងទៅកុំឲ្យខាត់ពេលយូរហើយពួកគេនឹងក៏បានដែរញ៉ាំអីផងលេងក៏ភ្លើបបាញ់និយាយទៅលេងនៅក្នុងហ្នឹងតែម្ដងបន្ទាប់ពីញ៉ាំអីលេងអីហើយយើងឃើញទូប្រាប់បើយើងមើលតកានាងទៅដូចតនាងកាមពីមុនអញ្ចឹងសារក្រែបានគិតថាបើសិនតសៅទៅកាន់នាងប្រហែលជានាងសោះចំអកមកកាន់គេទៀតហើយប៉ុន្តែទោះយ៉ាងណាក៏ត្រូវតសៅទៅកាន់នាងផងដែរដោយសារចង់ឲ្យនាងសប្បាយចិត្តសារក្រៃក៏បានថាថ្ងៃហ្នឹងយូសាគីនាងពិតជាស្អាតខ្លាំងមែនតើសប្បាយចិត្តក៏សំជាមួយនឹងនាងនិយាយទៅសក់កអាវម៉ូតនិយាយគ្រប់យ៉ាងតែម្ដងហើយទូប្រាប់បើយើងក៏សប្បាយតាមដឹងហើយគេក៏ច្រឡំនិយាយថានាងនឹងខ្ជូតខ្លាំងមែនតើធ្វើនាងចំមិញនិយាយថាមិនហើយទូប្រាប់បើយើងច្រឡំមាត់បាត់ហ្នឹងហើយក៏ចាប់បរាតាមដឹងតែម្ដងទៅថានាងខ្ជូតចេះចោះដែលធ្វើអ្នកគ្រប់គ្នាមើលតែម្ដងហើយនាងបានតែអៀនមិនទេនេះហើយយូសាគីក៏បានឲ្យគេឈប់និយាយទៅហើយក៏បាន
ងកវត្តអានោះពេញនោះនងក៏បានត្រូវគេក៏បានលើគេក៏លក់ខួរតែម្ដងធ្វើអ្នកគ្រប់គ្នាភ័យប្រហែលជាគេស្លាប់ហើយមើលទៅហើយការមកដល់ដតការនៅក្នុងកន្លែងហាទឹកមួយដែលទូស្រីបើយើងពីមុនរៀងសក់វែងបន្តិចដែលយូសាគីនឹងកំពុងវឹកហាត់ហាទឹកម្នាក់ឯងដែលគ្មានអ្នកគេជួយនោះទេហើយពេលហ្នឹងទូប្រុសបើយើងដើរមកដល់ក៏បានថាយនាងតែម្ដងមិនបាននាងមកវឹកហាត់ម្នាក់ឯងអញ្ចឹងអត់មានគ្រូមានអីអញ្ចឹងយូសាគីឯងដឹងអត់បើសិនលងមានអ្នកគេជួយឥឡូវនេះឲ្យមកហាត់ម្នាក់ឯងទៀតហេតុអីក៏មិនហៅគេឬក៏ហៅអ្នកគេមកជួយទៅអត់ទេនាងធ្វើអញ្ចឹងដោយសារចង់ឲ្យនាងជាហាត់ទឹកច្រើនជាងមុនអញ្ចឹងប៉ុន្តែពេលហ្នឹងដែរមិនដឹងទូប្រុសបើយើងកើតអីនោះទេក៏បានដើរចេញយកតែម្ដងប្រហែលជាគេនឹងខឹងហើយមើលទៅហើយយូសាគីក៏នៅតែខំប្រឹងវឹកហាត់ដដែលអញ្ចឹងហើយពេលហ្នឹងដែរយើងក៏ឃើញទូប្រុសបើយើងលោតចុះហាត់ទឹកតែម្ដងហើយមើលទៅកាន់ទូប្រុសបើយើងគេចេះហាត់ទឹក 100% តែម្ដងនិយាយទៅបត់បែមិនក៏គេចេះផងដែរហើយគេហាត់ទឹករបៀបដូចអ្នកចេះតែម្ដងគេចេះដកដង្ហើមគេចេះប្រើកម្លាំងអញ្ចឹងដែលធ្វើបែបនេះហើយដែលគេនឹងមិនងាយហត់ដែលគេនឹងមិនលងទៅបានប្រាប់តែនាងថាឲ្យនាងធ្វើដូចគេប្រាប់នោះទៅហើយនាងហាត់ទឹកមួយមិនមែនហាត់ទឹកលឿននោះទេតែហាត់លឿនហ្នឹងនាងពិបាកដកដង្ហើមខ្លាំងពេកហើយបន្ទាប់ពីពួកគេចេញពីហាត់ទឹកហើយយើងទៅពេលដើរក៏បានឃើញកន្លែងគេបាញ់កញ្ជ្រួចនឹងឯងហើយសារក្រៅមើលនាងប្រហែលជាចង់ទិញអីញ៉ាំហើយគេនឹងក៏បានចុះទៅក្រោមមកវិញក៏បានទិញពោតឲ្យមកកាន់នាងក៏បាននិយាយថាណានាងហាត់ទឹកហត់ណាយកញ៉ាំមួយទៅគេនឹងក៏ញ៉ាំមួយផងដែរហើយក៏បានលើកទឹកចិត្តឲ្យនាងខំប្រឹងវឹកហាត់បន្តទៀតហើយនាងក៏សប្បាយចិត្តដូចគ្នាដែរដែលទូប្រាប់បើយើងនិយាយចឹងមកកាន់នាងហើយពេលហ្នឹងដែរការបញ្ជ្រួយក៏បានយកតែម្ដងធ្វើឲ្យពួកគេនឹងមើលទាំងអស់គ្នាហើយយើងមើលទៅកាន់នាងពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលឃើញការបញ្ជ្រួយនាងហាងមាត់ញញឹមអីចឹងហើយសារក្រៅក៏មើលមុខនាងផងដែរមើលទៅនាងខ្ជូតខ្លាំងមែនទែនតែម្ដងនៅពេលដែលនាងញញឹមកាលមកដល់បច្ចុប្បន្នវិញទូប្រាប់បើយើងទុំតងើពីសន្លប់នោះទេប៉ុន្តែដេកនៅលើកផ្លូវរបស់នាងតែថាជុំហើយគេនឹងសន្លប់រៀងយូរនៅប៉ុន្តែនាងថាយូរហើយប៉ុន្តែកុំភ័យអីការបញ្ជ្រួយអត់ទាន់បាញ់អីនោះទេសារក្រៅក៏គេរងើប៉ុន្តែអ្នកលើគេនឹងបានប្រាប់មកនាងថាកុំឲ្យនឹងដល់ពេលដែលគេងើបនឹងក៏ទាន់ងើបភ្លាមនៅពេលដែលគេភ្ញាក់ឡើងឲ្យគេនឹងដេកមកស្ទុះសិនទៅកុំឲ្យគេងើបមកងឿងជឿក្បាលអញ្ចឹងពេលនឹងដែរសារក្រៅក៏បាននៅឃើញមុខរបស់នាងនៅពេលដែលពួកគេនឹងមកមើលដំបងហើយមើលរូបនឹងទៅពិតជាដូចគ្នាខ្លាំងមែនតើហើយគេបាននិយាយថាអរគុណទៅកាន់នាងខ្លាំងមែនតើដែលចូលមកញ៉ៃញ៉ៃទៅកាន់គេមុននឹងនាងមកញ៉ៃញ៉ៃនឹងទូប្រាប់បើយើងគឺជាមនុស្សដែលធ្វើអីម្នាក់ឯងទាំងអស់តែម្ដងហើយចាប់តាំងពីពេលនៅពេលដែលនាងចូលមករំខានជីវិតបើទូប្រាប់បើយើងពេលខ្លះក៏សប្បាយពេលខ្លះក៏កើតទុក្ខពេលខ្លះក៏ធ្វើឲ្យគេញញឹមផងដែរហើយនាងតែតាមគេគ្រប់ទីកន្លែងតែម្ដងមិនថាទៅណាទៅនោះគឺនាងគឺទៅគ្រប់កន្លែងហ្មងប៉ុន្តែគេក៏សប្បាយចិត្តផងដែរបើសិនជាគ្មាននាងនោះទេប្រកាសណាស់ថាកន្លែងខ្លះក៏គេនឹងបានទៅផងដែរអរគុណធំដែលនាងចូលមករញ៉ៃញ៉ៃជីវិតរបស់គេក៏បានសួរនាងថាតើស្អែកនាងតនេតោះពួកយើងដើរលេងតទៀតនាងក៏សប្បាយចិត្តដូចគ្នានាងក៏ថាអូខេហើយពេលហ្នឹងកម្មបញ្ជ្រួចក៏បានយកតែម្ដងហើយអ្នកទាំងពីរក៏បានមើលកម្មបញ្ជ្រួចហ្នឹងតែ2នាក់តែម្ដងហើយទូប្រាប់បើយើងមិនបាច់ចាំមើលមុខនាងនោះទេគេនឹងចាំថាមុខនាងសប្បាយចិត្តសើចបែបណានោះហើយយូសាគីក៏បានអរគុណទៅកាន់ទូប្រាប់បើយើងផងដែរដែលថ្ងៃហ្នឹងហៅនាងមកហើយពួកគេហ្នឹងក៏បន្តមើលកម្មបញ្ជ្រួចហ្នឹងទៀតទៅហើយគឺមានតែនាងម្នាក់ទេដែលអាចផ្លាស់ប្ដូរជីវិតរបស់ទូប្រាប់បើយើងតើទៅមុខទៀតយូសាគីនឹងផ្លាស់ប្ដូរសារក្រៅទៅជាបែបណាទៀតមានតែចាំមើលភាពបន្តទាំងអស់គ្នាហើយថ្ងៃនេះមានតែប៉ុណ្ណេះជួបគ្នាវីដេអូក្រោយ